សកម្មភាពអាចឈើយ៉ាងកក្រឹកកក្រែងដោយម៉ាស៊ីនរៃប្តីនឹងបញ្ឈរខ្នាតធំជាច្រើនគ្រឿងត្រូវបានធ្វើឡើងនៅក្បែរគោលស្ពានព្រែកក្តាមនាំមានការសង្ស័យពីមុនជាក្រុមតែមួយឥឡូវចែកជា3ក្រុមសេចក្តីរាយការណ៍បានឲ្យដឹងថារោងឈើមួយកន្លែងនៅជាប់គោលស្ពានព្រែកក្តាមក្នុងភូមិទួលងោកឃុំកំពង់ហ្លួងស្រុកពញាលឺខេត្តកណ្ដាលធ្វើអាជីវកម្មស៊ីឈ្នួលអាចឈើជាច្រើនប្រភេទពេលខ្លះនឹងហាក់បីដូចជាមិនឆាយប្រភពឈើមកពីណាមានច្បាប់កម្រិតណាខណៈឈើមួយចំនួននឹងគេដឹកជញ្ជូនយកមកជួលឲ្យអាដោយក្នុង1ម៉ែត្រគីបចន្លោះពី65ទៅ$70និងឈើខ្លះទៀតនឹងភាគីម្ចាស់ទីតាំងទិញមកអាសម្រាប់លក់ពេលខ្លះនឹងក៏ឃើញឈើច្រើនទៅពេលខ្លះក៏ឃើញតិចទៅអាស្រ័យទៅលើការទិញបាននិងគេជួលឲ្យអាជាក់ស្ដែងកាលពីថ្ងៃទី15-16កក្កដាឆ្នាំ2026កន្លងទៅឈើសក្រំជាច្រើនម៉ែត្រគីបត្រូវបានឈ្មួញដឹកជញ្ជូនយកមកជួលឲ្យអានៅទីតាំងនេះហាក់ដូចជាអត់មានអ្នកធ្វើការត្រួតពិនិត្យលិខិតអនុញ្ញាតឬហៅថាច្បាប់នោះទេពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញចូលដូចជារូបភាពនេះគឺឈើអារួចហើយពេលដឹកចេញទៅវិញបាទក្រុមការងារយើងនឹងគឺនៅទីតាំងនឹងផ្ទាល់ឃើញគេកំពុងតែធ្វើសកម្មភាពនឹងឯងប្រពន្ធបានឲ្យដឹងទៀតថាដើមឡើយឈ្មួញអាឈើខាងលើបានជួលទីតាំងនេះរកស៊ីរួមគ្នាជាក្រុមតែមួយក្រោយមកនោះក៏បែកផ្នែកជា3ក្រុមរហូតដាក់ម៉ាស៊ីនកើនឡើងច្រើនគ្រឿងខណៈដែលមានការខ្សឹបខ្សៀវនៅពាក្យចចាមអារាមខ្លះថាជាដីអុកញ៉ាដីអ្នកធំគ្មានអ្នកណាហ៊ានប៉ះទេបាទសូម្បីតែអ្នកផ្សេងទៅចតឡាននៅមុខទីធ្លារោងអាឈើនោះដែលមិនមែនជាគ្នាខ្លួនហ្នឹងក៏ដេញគេចេញផងដែរលោកចិនបុតភាគីម្ចាស់ម៉ាស៊ីនទី1រាប់ពីផ្លូវចូលដោយក្នុងរូបភាពដែលបានបង្ហាញនេះណាពុំមានការឆ្លើយតបនោះទេតាំងពីថ្ងៃទី19ខែកក្កដារហូតមកដល់វេលាចេញផ្សាយនេះគ្រាដែលម៉ាស៊ីនរៃផ្ដេកក៏មិនឃើញនៅទីតាំងចាស់និងចំនួនឈើនោះក៏ស្បើយជាងមុនបាទដូចជំរាបខាងដើមពេលខ្លះក៏ឈើក៏ក្រឹកក្រែងទៅពេលខ្លះក៏ស្បើយទៅគេមិនទុកយូរទេតែអាហើយគឺដឹកចេញភ្លាមតែម្ដងលោកហៀខៀងភាគីម្ចាស់ម៉ាស៊ីនទី2នៅកណ្ដាលគេឃើញសញ្ញាគ្រីសចូលមើលរួចហើយប៉ុន្តែមិនឆ្លើយតបនឹងសំណួរដែលក្រុមការងារវ៉ាន់ប៉ុសបានសាកសួរភាគីម្ចាស់ម៉ាស៊ីនទី3នៅឯចុងគេគឺលោកម៉ៃតូឡាក៏អត់មានការបញ្ជាក់ផងដែរថែមទាំងលុបសារសំណួរនិងរូបភាពចេញពី Telegram ផងទៀតទោះបីជាក្រុមការងារយើងនោះព្យាយាមសាកសួរជាលើកទី2ក៏លោកមិនឆ្លើយតបចំណែកលោកអ៊ុចសីហានាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅបានឲ្យវ៉ាន់ប៉ុសដឹងយ៉ាងខ្លីថាទីតាំងម៉ាស៊ីនអាឈើទាំងអស់នេះមានច្បាប់ទាំង3កន្លែងហ្នឹងនេះណាកន្លែងហ្នឹងគេមានច្បាប់ទាំងអស់ណាកន្លែង3ជាប់គ្នាគេមានច្បាប់ទាំង3ចំពោះសំណួរដែលចង់ដឹងបន្តទៀតថាតើច្បាប់សិប្បកម្មប្រភេទអ្វីសម្រាប់ខ្នាតតូចមធ្យមឬធំនិងរាល់ឈើដែលគេយកមកជួលឲ្យអានិងភាគីម្ចាស់ម៉ាស៊ីនទិញមកអាខាងជំនាញបានពិនិត្យផ្ទៀងផ្ទាត់លិខិតអនុញ្ញាតដឹកជញ្ជូនឬហៅថា PC នោះត្រឹមត្រូវដែរឬទេតែលោកនាយផ្នែកមិនទាន់មានការឆ្លើយតបនៅឡើយប្រសិនបើមានការបញ្ជាក់ណាមួយពីអ្នកពាក់ព័ន្ធវ៉ាន់ប៉ុសនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្តទៀតអរគុណ